ប្រទេសម៉ាឡេស៊ីបានបិទការនាំចូលផលិតផលថៃនេះជាសញ្ញាមួយបានបង្ហាញថាសេដ្ឋកិច្ចថៃជិតដល់ថ្ងៃទីបញ្ចប់ហើយសេដ្ឋកិច្ចថៃកំពុងប្រឈមមុខនឹងសម្ពាធកាន់តែធ្ងន់ធ្ងរខណៈសេដ្ឋកិច្ចសំខាន់ៗជាច្រើនបានបង្ហាញសញ្ញាថយចុះជាបន្តបន្ទាប់ក្នុងពេលជាមួយគ្នានេះប្រទេសថៃកំពុងប្រឈមនឹងបញ្ហាពាណិជ្ជកម្មថ្មីមួយទៀតបន្ទាប់ពីប្រទេសម៉ាឡេស៊ីសម្រេចផ្អាកការនាំចូលផលិតផលបង្គាថៃមួយចំនួនដែលជាការបង្កើនសម្ពាធបន្ថែមលើវិស័យនាំចេញរបស់ប្រទេសនេះដោយយោងតាមការចុះផ្សាយរបស់ The Nation Thailand កាលពីថ្ងៃទី31ខែឧសភាស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់នានារបស់ថៃបានបង្ហាញពីភាពទន់ខ្សោយគួរឲ្យកត់សម្គាល់សន្ទុះតម្លៃអ្នកប្រើប្រាស់ CPI បានកើនឡើងខណៈប្រាក់ចំណូលប្រជាកសិករនៅទូទាំងប្រទេសបានធ្លាក់ចុះដែលធ្វើឲ្យកម្លាំងទិញរបស់ប្រជាពលរដ្ឋចុះខ្សោយនិងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋានជាពិសេសវិស័យកសិកម្មដែលជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចថៃកំពុងរងផលប៉ះពាល់ខ្លាំងដោយសារតម្លៃកសិផលមិនសមស្របនឹងតម្លៃដើមផលិតកម្មការធ្លាក់ចុះនៃប្រាក់ចំណូលកសិករបានបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុកនិងការប្រើប្រាស់របស់ប្រជាពលរដ្ឋមិនត្រឹមតែប៉ុណ្ណោះទេវិស័យនាំចេញរបស់ប្រទេសថៃក៏កំពុងជួបបញ្ហាប្រឈមថ្មីផងដែរបន្ទាប់ពីប្រទេសម៉ាឡេស៊ីបានប្រកាសផ្អាកការនាំចូលបង្គាថៃចំនួន5ប្រភេទចាប់ពីថ្ងៃទី1ខែមិថុនាឆ្នាំ2026តទៅការសម្រេចចិត្តនេះបានធ្វើឲ្យអ្នកផលិតនិងអ្នកនាំចេញបង្គាថៃមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះវាអាចប៉ះពាល់ដោយផ្ទាល់ដល់ប្រាក់ចំណូលនិងទីផ្សារនាំចេញរបស់ប្រទេសជាការឆ្លើយតបលោកអេកកាបុចយុទ្ធភិនិតប្រធានសមាគមបង្គាថៃនិងលោកអភិជិតវរកិតបានដាក់សំណើឬហៅថាដាក់សម្ពាធទៅកាន់នាយករដ្ឋមន្ត្រីថៃអនុទិនដើម្បីស្វែងរកដំណោះស្រាយបន្ទាន់ចំពោះបញ្ហានេះទន្ទឹមនឹងវិបត្តិសេដ្ឋកិច្ចក្នុងស្រុកនិងបញ្ហានាំចេញក៏មានការរិះគន់ផងដែរថាមន្ត្រីនិងអ្នកនយោបាយថៃមួយចំនួននៅតែបន្តបង្ហាញឥរិយាបថប្រមាថនិងមើលស្រាលសមត្ថភាពរបស់កម្ពុជាក្នុងពេលដែលកម្ពុជាកំពុងបន្តទាក់ទាញការវិនិយោគបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងពង្រឹងសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនជាបន្តបន្ទាប់អ្នកសង្កេតការណ៍មួយចំនួនបានលើកឡើងថានៅពេលដែលសេដ្ឋកិច្ចថៃកំពុងប្រឈមនឹងអតិផរណាការធ្លាក់ចុះប្រាក់ចំណូលកសិករការនាំចេញជួបឧបសគ្គនិងទំនុកចិត្តអ្នកប្រើប្រាស់នៅទាបការផ្ដោតលើចំនួនឬការឈ្លានពានប្រទេសជិតខាងមិនមែនជាដំណោះស្រាយសម្រាប់ការស្ដារសេដ្ឋកិច្ចឡើយផ្ទុយទៅវិញរដ្ឋាភិបាលថៃត្រូវការយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់ខណៈថៃកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនកម្ពុជានៅតែបង្ហាញសញ្ញាវិជ្ជមានក្នុងការទាក់ទាញវិនិយោគនិងការអភិវឌ្ឍសេដ្ឋកិច្ចស្ថានភាពនេះបានបង្ហាញថាការមើលស្រាលសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាមិនឆ្លុះបញ្ចាំងពីការពិតនៃការប្រកួតប្រជែងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ននោះទេខ្ញុំរំសវី Friday Daily News